សូមស្វាគមន៍មកកាន់ Channel និទានរឿងនិទានជាដករឿងតច្ឆសូករជ្រូកច្បាំងជាមួយនឹងស្ដេចខ្លាមុននឹងចូលដល់តួសេចក្តីនៃសាច់រឿងសូមប្រិយមិត្តជួយចុច Subscribe ហើយដាក់រូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូនិទានរឿងបែបកម្សាន្តនិងបែបអប់រំផ្សេងៗសូមចុច Like ហើយ comment រូបបេះដូងដើម្បីសម្រាប់លើកទឹកចិត្តដល់ admin សូមអរគុណសម្រាប់ការលើកទឹកចិត្តនិងការគាំទ្ររបស់ប្រិយមិត្តគ្រប់រូបបុគ្គលដែលមានអំណួតហើយចូលនិងពាក្យពន្លុះរបស់អ្នកដទៃរមែងតែវិន័យខ្លួនឯងដល់នៅសេចក្តីស្លាប់ដូចជាស្ដេចខ្លាដែលចាញ់ពាក្យបញ្ជោរបស់ចដិលកោងចិត្តអាក្រក់រហូតដល់តែស្លាប់ខ្លួនឯងកាលពីព្រេងនាយកន្លងទៅយូរលង់ណាស់មកហើយមានសេចក្តីដំណាលមកថាព្រះបាទមហាកោសលទ្រង់ប្រទានព្រះធីតាដល់ព្រះបាទពំពីសាហើយបានប្រទានការសេកក្រៀមដល់ធីតារបស់ខ្លួនដើម្បីជាតម្លៃសម្រាប់គ្រឿងស្អិតស្អាងរាងកាយគ្រាដែលព្រះបាទអជាសត្រូវដាច់ព្រះជន្មបិតារបស់ខ្លួនហើយព្រះបាទកោសលទ្រង់ក៏ទៅដណ្ដើមស្រុកនោះមកវិញក្នុងការព្រះរាជាទាំងពីរព្រះអង្គទ្រង់ច្បាំងដណ្ដើមស្រុកគ្នានោះឯងព្រះបាទអជាសត្រូវទ្រង់មានជ័យជំនះព្រះបាទកោសលទ្រង់ក៏ចាញ់ទើបត្រាស់សួរពួកអាមាត្យទាំងឡាយថាយើងនឹងប្រើឧបាយដូចម្ដេចទៅណទើបនឹងចាប់ព្រះបាទអជាសតុបានពួកអាមាត្យទាំងឡាយក៏នាំគ្នាក្រាបទូលសេចក្តីថាបបិទ្ធមហារាជធម្មតាភិក្ខុទាំងឡាយរមែងជាអ្នកឆ្លៀសក្នុងការគិតគួរព្រះអង្គបញ្ជូនមនុស្សទៅស៊ើបការរងចាំកំណត់ពាក្យរបស់ភិក្ខុទាំងឡាយព្រះអង្គព្រះរាជាទ្រង់ទទួលថាល្អហើយត្រាស់ឲ្យរាជបុរសទៅដោយព្រះតម្រាថាអ្នកទាំងឡាយមកនេះចូលអ្នកទាំងឡាយនាំគ្នាទៅវត្តបន្លំខ្លួនរងចាំកំណត់ពាក្យរបស់លោកម្ចាស់ទាំងឡាយហើយចាំមកតើលោកម្ចាស់ទាំងឡាយនឹងមានឧបាយយ៉ាងណាក្នុងវត្តចេតពុនវិហារក៏មានពួករាជបុរសទាំងឡាយជាច្រើនបណ្ដាលោកទាំងនោះព្រះថេរៈចាស់ពីររូបនៅត្រង់បណ្ណាសាលាខាងចុងវិហារមួយរូបឈ្មោះថាធនុគហទេសថេមួយរូបទៀតឈ្មោះថាមន្តតតថេលោកទាំងពីរអង្គភ្ញាក់ក្នុងវេលាប្រលឹមស្រាងធនុគហទេសថេលោកបង្កើតភ្លើងឲ្យឆេះហើយពោលថាលោកមន្តតតថេដ៏ចម្រើនភិក្ខុមន្តតតថេសួរថាតើលោកមានរឿងអ្វីលោកដ៏ចម្រើនធនុគហទេសថេសួរថាលោកកំពុងសឹងឬភិក្ខុមន្តតតថេពោលថាខ្ញុំមិនសឹងទេតើមានរឿងអ្វីឬភិក្ខុធនុគហទេសថេពោលថាលោកដ៏ចម្រើនព្រះបាទប្រសេនតិកោសលអង្គនេះមិនឆ្លាតដោយពិតទ្រង់ជ្រាបតែនឹងសោយក្រយាហាប្រមាណមួយថាសនោះឯងភិក្ខុមន្តតតថេសួរថាតើរឿងនោះដូចម្ដេចភិក្ខុធនុគហទេសថេពោលថាព្រះរាជាច្បាំងចាញ់សត្រូវដែលត្រឹមជាដង្កូវក្នុងព្រះអូទ័ររបស់ព្រះអង្គគឺជាក្មួយរបស់ទ្រង់នោះឯងគឺព្រះបាទអជាសត្រូវព្រះមន្តតតថេសួរថាក៏ទ្រង់នឹងគួរធ្វើដោយម្ដេចណព្រះធនុគហទេសថេតបថាអាវុសោមន្តតតថាដ៏ចម្រើនធម្មតាថាការច្បាំងមាន3ក្បួនគឺសកដៈព្យុហៈ1ចក្កព្យុហៈ1និងបតុមព្យុហៈ1ក្នុងក្បួនច្បាំងទាំង3នោះត្រូវតាំងក្បួនសកដៈព្យុហៈទើបនឹងចាប់ព្រះបាទអជាសត្រូវដែលជាក្មួយមកបានហើយពោលតទៅទៀតថាជ្រលងភ្នំនៅត្រង់ទីឯណោះសំគួរនឹងដាក់កម្លាំងទុកសងខាងបញ្ឆោតឲ្យវាយចូលមកលោកដឹងថាចូលមកក្នុងហើយក៏ស្រែកហូឡោមព័ទ្ធធ្វើឲ្យនៅក្នុងកណ្ដាប់ដៃហើយក៏ចាប់យកព្រះបាទអជាសត្រូវ
ដូចជាចាប់ត្រីដែលចូលលោកហើយដូច្នោះឯងរាជបរោះទាំងឡាយដែលព្រះរាជាទ្រង់ឲ្យមកសើបស្ដាប់ពាក្យនោះហើយក៏ទៅក្រាបទូលព្រះរាជាព្រះបាទប្រសេនាធិកោសលតាមសេចក្តីដូច្នោះឯងព្រះរាជាទ្រង់ទៅដោយទ័ពដ៏ធំទ្រង់ធ្វើយ៉ាងនោះតាមពាក្យរបស់រាជបរោះទាំងឡាយហើយក៏ចាប់បានព្រះបាទអជាសត្រូវដូច្នោះមែនហើយចងដោយច្រវាក់ធ្វើឲ្យអស់ការស្រវឹងក្នុងអំណាច2-3ថ្ងៃទើបព្រះបាទប្រសេនាធិកោសលលួងលោមថាក្មួយអើយតទៅនេះទៅកុំធ្វើយ៉ាងនេះទៀតឡើយហើយព្រះរាជាព្រះបាទប្រសេនាធិកោសលទ្រង់ក៏ស្រាយចំណងឲ្យព្រះរាជាអជាសត្រូវដែលជាក្មួយព្រះរាជទានព្រះធីតាព្រះនាមថាវชิរកុមារីដល់ស្ដេចហើយទ្រង់ដោះលែងទៅព្រមទាំងរាជបរិវារដ៏ច្រើនរឿងរ៉ាវដែលថាព្រះបាទប្រសេនាធិកោសលទ្រង់ចាប់ព្រះបាទអជាសត្រូវបានដោយអាការៈចាត់ចែងរបស់ព្រះធនុកហទេសថេរដូច្នោះបានផ្សព្វផ្សាយទូទាំងក្នុងក្រុមពួកភិក្ខុទាំងឡាយពួកភិក្ខុនាំគ្នាលើករឿងនោះសន្ទនាក្នុងធម្មសភាព្រះសាស្តាស្ដេចយាងមកត្រាស់សួរថាមនាលភិក្ខុទាំងឡាយឥឡូវនេះពួកអ្នកកំពុងសន្ទនារឿងអ្វីកាលពួកភិក្ខុទាំងនោះក្រាបទូលទ្រង់ជ្រាបហើយទ្រង់ក៏ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេធនុកហទេសថេរក៏ជាអ្នកឆ្លៀសក្នុងការចាត់ចែងក្បួនច្បាំងដែរទើបទ្រង់នាំអតីតនិទានមកដូច្នេះថាក្នុងអតីតកាលកន្លងទៅហើយមានជាងឈើម្នាក់នៅស្រុកជិតទ្វារព្រះនគរពារាណសីចូលទៅកាន់ព្រៃដើម្បីរកអុសក៏បានជួបកូនជ្រូកមួយធ្លាក់ក្នុងរណ្ដៅទើបនាំយកមកចិញ្ចឹមតាំងឈ្មោះថាតច្ចកសោការៈវាមានឧបការៈជួយដល់ជាងឈើនោះច្រើនដោយយកចុងច្រមុះឆ្កឹះឈើឲ្យក៏បានយកខ្សែបន្ទាត់ព័ទ្ធនឹងច្រមុះទាញទៅក៏បានយកមាត់ពំកំបិតពូថៅពន្លាកញញួរមកឲ្យក៏បានវាមានខ្លួនធាត់ធំត្រលុកត្រលន់មានកម្លាំងច្រើនចំណែកជាងឈើស្រឡាញ់វាដូចជាកូនដូច្នោះឯងហើយគិតថាកាលបើជ្រូកនេះនៅទីនេះរហូតគង់នឹងមានអ្នកណាមួយកំហែងបៀតបៀនវាដោយពិតទើបលែងជ្រូកនោះឲ្យទៅព្រៃដោយគិតថាក្នុងព្រៃនេះពិតជាមានសេរីសួស្តីដល់ជ្រូកនោះមិនខានតច្ចកសោការៈពេលវាបានទៅក្នុងព្រៃនោះហើយវាបានគិតថាយើងមិនអាចនៅម្នាក់ឯងបានទេចាំបាច់ត្រូវស្វែងរកពួកញាតិទាំងឡាយឲ្យបានរស់នៅកណ្ដាលពួកញាតិទាំងឡាយដែលហើយហោមទើបត្រាច់ស្វែងរកពួកជ្រូកក្នុងព្រៃហើយក៏បានជួបប្រទះជ្រូកដ៏ច្រើនហើយក៏សប្បាយចិត្តទើបពោលថាខ្ញុំបានត្រាច់រកពួកញាតិណាតាមភ្នំនិងដងព្រៃទាំងឡាយស្វែងរកពួកញាតិយ៉ាងច្រើនពួកញាតិទាំងនោះយើងបានជួបហើយមើមឈើនិងផ្លែឈើនេះក៏ច្រើនមួយទៀតអាហារនេះក៏មានមិនមែនតិចទាំងទឹកជ្រោះនិងរហាលនេះក៏គួររីករាយគង់ជាទីនៅយ៉ាងសុខសប្បាយខ្ញុំនឹងសូមនៅជាមួយញាតិទាំងឡាយក្នុងទីនេះឯងនិងជាអ្នកខ្វល់ខ្វាយតិចមិនមានភ័យមិនមានសេចក្តីសោកសៅនិងមិនមានភ័យអំពីទីណាឡើយពួកជ្រូកទាំងឡាយបានស្ដាប់ពាក្យរបស់តច្ចកសោការៈជ្រូកហើយក៏នាំគ្នាពោលថាមនាលតច្ឆៈអ្នកចូលទៅរកទីជ្រកកោនកន្លែងដទៃចោះក្នុងទីនេះសត្រូវរបស់ពួកយើងមានវានឹងមកក្នុងទីនេះហើយក៏នឹងសម្លាប់ជ្រូកណាដែលធាត់តច្ចកសោការៈសួរថានរណាណោជាសត្រូវរបស់ពួកយើងក្នុងទីនេះនរណាដែលមកកម្ចាត់ញាតិទាំងឡាយដែលព្រមព្រៀងគ្នាដែលលំបាកនឹងកម្ចាត់បានយើងសួរអ្នកហើយសូមអ្នកទាំងឡាយចូលប្រាប់សេចក្តីនោះដល់យើងជ្រូកទាំងឡាយតបថាមនាលតច្ឆៈស្ដេចមរឹកមួយមានឆោតខាងលើជាមរឹកមានកម្លាំងមានចង្កូមជាអាវុធ
វាមកក្នុងទីនេះហើយក៏សម្លាប់ជ្រូកដែលមានខ្លួនធាត់ៗតចកៈសោការៈសួរថាពួកយើងមិនមានចង្កូមឬកម្លាំងកាយមិនបរិបូរឬពួកយើងទាំងអស់គ្នាព្រមព្រៀងសាមគ្គីគ្នាហើយក៏នឹងចាប់វាតែមួយប៉ុណ្ណោះឲ្យនៅក្នុងអំណាចរបស់យើងពួកជ្រូកទាំងឡាយនាំគ្នាពោលថាមនាលតច្ឆៈអ្នកពោលវិចារគួរជាទីគាប់ចិត្តសប្បាយត្រជាណាស់សូម្បីជ្រូកណារត់ក្នុងវេលាច្បាំងពួកយើងនឹងសម្លាប់វាក្នុងគ្រាជាខាងក្រោយតចកៈសោការៈធ្វើពួកជ្រូកទាំងអស់ឲ្យមានចិត្តតែមួយមានសេចក្តីសាមគ្គីគ្នាហើយសួរថាខ្លានោះវានឹងមកវេលាណាពួកជ្រូកតបថាថ្ងៃនេះវេលាព្រឹកវាមកចាប់ជ្រូកមួយទៅគង់នឹងមកព្រឹកស្អែកជាប្រកបតចកៈសោការៈនោះឆ្លៀសក្នុងការច្បាំងដឹងជ័យភូមិថាតាំងនៅក្នុងទីនេះមិនអាចឈ្នះស្ដេចខ្លាបានហេតុនោះទើបត្រួតមើលប្រទេសមួយឲ្យពួកជ្រូករកស៊ីអាហារតែវេលាយប់លុះដល់វេលាស្រាងពោលថាក្បួនចម្បាំងមាន3យ៉ាងដោយអំណាចក្បួនចម្បាំងរូបរទេះជាដើមហើយចាត់ចែងក្បួនចម្បាំងការបឋមទាំងពួកកូនជ្រូកដែលកំពុងបើទឹកដោះទុកត្រង់កណ្ដាលដាក់មេជ្រូកទាំងនោះនៅជុំវិញដាក់មេជ្រូកជំទង់ព័ទ្ធជុំវិញមេជ្រូកទាំងនោះចន្លោះមេជ្រូកទាំងនោះដាក់កូនជ្រូកដែលផ្ដាច់ដោះហើយនៅជុំវិញចន្លោះកូនជ្រូកទាំងនោះដាក់ជ្រូកជំទង់ចង្កូមតូចចន្លោះនោះដាក់ពួកជ្រូកដែលមានចង្កូមធំចន្លោះនោះដាក់ជ្រូកចាស់ហើយតាំងកម្លាំងជាពួកមួយពួក10ក្បាលខ្លះ20ក្បាលខ្លះ30ក្បាលខ្លះទុកក្នុងទីនោះឲ្យឈ្មោះរណ្ដៅមួយសម្រាប់ខ្លួនឲ្យឈ្មោះរណ្ដៅមួយទៀតសម្រាប់ដាក់ខ្លាធ្វើឲ្យជាទីស្នាក់មានសន្តានដូចជាចង្អេរចន្លោះរណ្ដៅទាំងពីរនោះឲ្យធ្វើតាំងសម្រាប់ខ្លួនតចកៈសោការៈឃុំក្រងពួកជ្រូកដែលមានកម្លាំងសម្រាប់ច្បាំងត្រាច់លើកទឹកចិត្តពួកជ្រូកទាំងនោះលុះតចកៈសោការៈចាត់ចែងរៀបរយហើយល្មមព្រះអាទិត្យរះឡើងគ្រានោះស្ដេចខ្លាធំចេញចាស់អាស្រមចដិលកោងចិត្តអាក្រក់ឈររលាស់កាយលើភ្នំពួកជ្រូកឃើញវាហើយក៏នាំគ្នាប្រាប់ថាណែប៉ាទាំងឡាយសត្រូវរបស់ពួកយើងមកហើយតចកៈសោការៈប្រាប់ថាពួកអ្នកទាំងឡាយកុំខ្លាចឡើយវាធ្វើអាការៈយ៉ាងណាពួកអ្នកក៏ចូលធ្វើអាការៈយ៉ាងនោះដែរជាបដិបៈនឹងវាគ្រប់យ៉ាងស្ដេចខ្លាធំនោះពាត់កាយបន្ទន់ខ្លួនចុះបន្តិចបន្តបងនឹងបស្សាវៈពួកជ្រូកទាំងឡាយក៏ធ្វើអាការៈយ៉ាងនោះដូចគ្នាខ្លាធំសម្លឹងមើលពួកជ្រូកហើយគំរាមដោយសម្លេងខ្លាំងពួកជ្រូកក៏មើលមកខ្លាហើយគំរាមសម្លេងខ្លាំងដូចគ្នាស្ដេចខ្លាធំឃើញកិរិយារបស់ពួកជ្រូកទាំងនោះគិតថាជ្រូកទាំងនេះមិនដូចជ្រូកមុនថ្ងៃនេះនាំគ្នាតតាំងជាពួកជាសត្រូវនឹងយើងសេនានាយករបស់ពួកវាដែលជាបញ្ជាការគង់នឹងមានថ្ងៃនេះយើងមិនគួរទៅចិត្តពួកវាឡើយការខ្លាចស្លាប់បានកើតឡើងដល់ស្ដេចខ្លាធំហើយទើបត្រឡប់ទៅរកចដិលកោងចិត្តអាក្រក់នោះវិញគ្រានោះចដិលចិត្តអាក្រក់ឃើញវាមកទទេទើបពោលថាណែស្ដេចខ្លាដ៏ក្លាហានថ្ងៃនេះអ្នកនឹងវាចាស្ការសម្លាប់សត្វឬណអ្នកឲ្យអភ័យក្នុងសត្វទាំងពួងឬចង្កូមរបស់អ្នកមិនមានទេក៏សញ្ជប់សញ្ជឹងដោយបុគ្គលកំព្រាដូច្នោះឯងគ្រានោះស្ដេចខ្លាធំពោលថាមិនមែនថាចង្កូមរបស់ខ្ញុំមិនមានទេឯកម្លាំងកាយរបស់ខ្ញុំក៏មានបរិបូរណ៍តែខ្ញុំឃើញជ្រូកទាំងឡាយដែលជាញាតិនឹងគ្នារួមចិត្តគ្នាតែមួយចេះសាមគ្គីគ្នា
ដូច្នេះហើយទើបខ្ញុំសញ្ជប់សញ្ជឹងតែម្នាក់ឯងក្នុងព្រៃកាលមុនជ្រូកទាំងនេះពេលឃើញខ្ញុំបើកភ្នែកមើលប៉ុណ្ណោះខ្លះខ្លាចស្លាប់រកទីលាក់ខ្លួនខ្លះរត់ខ្ចាត់ខ្ចាយទៅកាន់ទិសសានុទិសឥឡូវនេះពួកវាមកប្រជុំគ្នាជាក្រុមតែមួយក្នុងភូមិភាគដែលពួកវាឈរនោះខ្ញុំគ្របសង្កត់ពួកវាបានដោយលំបាកក្នុងថ្ងៃនេះពួកវាគង់មានមេពលទើបព្រមព្រៀងគ្នាតាំងជាសម្លេងតែមួយរួមកម្លាំងរួមចិត្តគ្នាបៀតបៀនខ្ញុំព្រោះហេតុនោះខ្ញុំទើបមិនប្រាថ្នាក្នុងជ្រូកទាំងនោះឡើយជាដែលកោងចិត្តអាក្រក់ស្ដាប់ពាក្យរបស់ស្ដេចខ្លាហើយកាលនឹងពន្លុះញុះញង់បញ្ជោឲ្យស្ដេចខ្លាកើតសេចក្តីក្លាហានទើបពោលថាព្រះឥន្ទមួយព្រះអង្គប៉ុណ្ណោះក៏នៅយកឈ្នះពួកអសុរទាំងឡាយបានខ្លែងតែមួយប៉ុណ្ណោះរមែងសម្លាប់បក្សីទាំងឡាយបានខ្លាធំតែមួយនៅកណ្ដាលហ្វូងមរឹកហើយក៏រមែងសម្លាប់មរឹកដែលធាត់ធំបានព្រោះកម្លាំងរបស់វានោះឯងលំដាប់នោះខ្លាធំទើបពោលនឹងចដិលកោងថាទោះបីជាព្រះឥន្ទជាខ្លែងជាខ្លាធំដែលជាធំជាងមរឹកខ្លាមិនអាចធ្វើញាតិដែលព្រមព្រៀងគ្នាឲ្យមុតមាំឲ្យលុះក្នុងអំណាចខ្លួនបានឡើយចដិលកោងចិត្តអាក្រក់នោះក៏ពន្លុះបញ្ជោវាឲ្យក្លាហានទៀតថាហ្វូងបក្សីតូចឈ្មោះថាគុំភិលកៈជាបក្សីមានពួកត្រាច់ទៅជាវងសបាយរីករាយហោះហើរទៅជាក្រុមក៏កាលហ្វូងបក្សីនោះហើរទៅបណ្ដាបក្សីទាំងនោះគង់មានបក្សីណាមួយដែលបែកអំពីវងខ្លែងរមែងឆាបចាប់បក្សីនោះបាននេះជាកតេរបស់ខ្លាទាំងឡាយដោយពិតនេះមានសេចក្តីទំនងដូចគ្នានឹងខ្លាធំព្រោះជាកតេរបស់ខ្លាធំនោះឯងគឺសំបីពួកខ្លាធំទៅរកហ្វូងសត្វដែលនៅរួមគ្នាហើយក៏មានកតេទំនងនេះទើបបានឈ្មោះថាជាកតេរបស់ខ្លាធំពិតដែលពិតគ្រប់បក្សីមិនអាចនឹងហើរទៅដោយក្រុមជាមួយគ្នាបានរហូតឡើយហេតុនោះក្នុងហ្វូងនោះបក្សីណាមួយហើរទៅតែឯងយ៉ាងនេះហើយក៏ចាប់មកបានក៏ចដិលកោងនោះគ្រាពោលយ៉ាងនេះហើយក៏ដាស់តឿនខ្លាធំថាណែស្ដេចខ្លាសម្លាញ់អ្នកមិនបានដឹងកម្លាំងរបស់ខ្លួនទេកុំខ្លាចឡើយស្រែកគំរាមហើយរត់សម្រុកចូលទៅពួកជ្រូកដែលការពារវងជាក្រុមពេលបានឃើញអ្នកហើយក៏ខ្លាចហើយក៏រត់បែកខ្ញែកគ្នាខ្លាធំជាសត្វមានចង្កូមត្រូវចដិលអាក្រក់ឃើញអានិសង្សពន្លុះឲ្យចិត្តរបស់ខ្លាធំនោះចូលហើយសម្គាល់ថាខ្លួននឹងធ្វើបានដោយក្នុងកាលគ្រាមុនទើបស្ទុះចូលទៅក្នុងហ្វូងជ្រូកដែលមានខ្នាយទាំងឡាយខ្លាធំនោះលោកបានស្ដាប់នៅពាក្យចដិលចិត្តអាក្រក់នោះហើយក៏ទៅឈរត្រង់លានភ្នំពួកជ្រូកទាំងឡាយនាំគ្នាប្រាប់ដល់តច្ឆកសូករៈថាណែនាយអាចោរនោះវាបានមកទៀតហើយតច្ឆកសូករៈលួងលោមពួកជ្រូកទាំងឡាយនោះថាពួកអ្នកទាំងឡាយកំខ្លាចឡើយហើយក្រោកឡើងឈរលើតាំងចន្លោះរណ្ដៅទាំងពីរនោះខ្លាធំទើបលោតទៅរកតច្ឆកសូករៈតច្ឆកសូករៈក៏ត្រឡប់ថយក្រោយហើយធ្លាក់ក្នុងរណ្ដៅដំបងខ្លាធំពេលដែលហក់ទៅក៏មិនអាចនឹងញ៉ាំងនៅភាពរហ័សរហួនរបស់ខ្លួនទុកបានទើបធ្លាក់ទៅក្នុងរណ្ដៅដែលដូចជាចង្អេរហើយឈរត្រង់ខ្លួនមិនអាចកម្រើកខ្លួនបានតច្ឆកសូករៈក្រោកឡើងដោយរហ័សចេញចាករណ្ដៅហើយយកខ្នាយរបស់ខ្លួនចាក់ត្រង់សរសៃក្បាលរបស់ស្ដេចខ្លានោះខ្វេះឲ្យដាច់រហូតដល់បេះដូងខ្លានោះក៏ដល់នៅសេចក្តីស្លាប់តច្ឆកសូករៈស៊ីសាច់ខ្លាហើយក៏ខំទាញចេញក្រៅរណ្ដៅហើយប្រាប់ពួកជ្រូកទាំងឡាយថាអ្នកទាំងឡាយចូលនាំគ្នាស៊ីសាច់វាចោះពួកជ្រូកទាំងឡាយដែលមកមុនបានឱកាសត្រឹមតែមួយម៉ាត់ក៏អស់សាច់ខ្លាទៅ
ពួកជ្រូកដតីទៀតដែលមកក្រោយមិនបានស៊ីឡើយពួកខ្លះនិយាយថាសាច់ខ្លាធំមានរសជាតិយ៉ាងណាដែរទៅណតែចកាសូការៈឡើងអំពីរណ្ដៅហើយសម្លឹងមើលពួកជ្រូកទាំងឡាយពោលថាហេតុអ្វីបានអ្នកទាំងឡាយនៅតែមិនសប្បាយចិត្តហើយធ្វើមុខស្រពោបស្រពោនដដែលដូច្នេះពួកជ្រូកទាំងឡាយនាំគ្នាតបថាណែនាយពួកយើងចាប់បានត្រឹមតែសត្វខ្លាមួយប៉ុណ្ណោះក៏ស្មើនឹងពួកយើងចាប់ខ្លាដែលប្រទោះបានតែមួយតែក្រៅពីនេះអ្នកដែលនាំខ្លាមកនៅមាននៅឡើយតាចកសូការៈសួរថាវាឈ្មោះអ្វីពួកជ្រូកទាំងឡាយតបថាចដិលកោងចិត្តអាក្រក់អ្នកចាំស៊ីសាច់ដែលសល់អំពីខ្លាដែលនាំទៅឲ្យនោះនៅមានលើដូច្នេះហើយតាចកសូការៈបើដូច្នោះនាំគ្នាមកពួកយើងនឹងទៅចាប់វាឲ្យបានហើយរត់ទៅជាមួយពួកជ្រូកទាំងនោះក្នុងគ្រានោះចដិលនឹកថាខ្លាធំនេះវាទៅយូរហើយទើបសម្លឹងចាំមើលផ្លូវខ្លាធំត្រឡប់មកវិញក៏ឃើញពួកជ្រូកទាំងឡាយដ៏ច្រើនរត់មកគិតថាប្រហែលជាពួកជ្រូកទាំងនេះបានសម្លាប់ខ្លាហើយបាននាំគ្នារត់មកដើម្បីសម្លាប់យើងម្ដងទើបគេចខ្លួនឡើងដើមល្វាមួយដើមបានទៅពួកជ្រូកទាំងឡាយនាំគ្នាស្រែកថាវាឡើងលើដើមល្វាហើយវាឡើងលើដើមល្វាហើយតែចកសូការៈសួរទៀតថាដើមឈើឈ្មោះអ្វីជ្រូកតបថាដើមល្វាតែចកសូការៈបានពោលថាបើដូច្នោះកុំខូចចិត្តឡើយពួកយើងនឹងចាប់វាឲ្យបានហើយស្រែកហៅពួកជ្រូកជំទង់មកឲ្យជួយគ្នាឈ្មោះដីចេញអំពីគល់ឈើនោះឲ្យមេជ្រូកទាំងឡាយទៅបៀមទឹកមកឲ្យពួកជ្រូកដែលមានខ្នាយធំជួយគ្នាខ្វេះឫសដោយជុំវិញរហូតសល់តែឫសកែវតែមួយដែលចាក់ទៅក្នុងផែនដីត្រង់នោះឯងតអំពីនោះមកក៏ស្រែកប្រាប់ពួកជ្រូកដ៏សេះថាពួកអ្នកទាំងឡាយនាំគ្នាសម្រាកសិនចុះហើយក៏លុតជង្គង់យកខ្នាយខ្វេះផ្ដាច់នៅឫសកែវនោះដើមល្វានោះក៏ដាច់ដូចជាគេកាប់ដោយពូថៅហើយក៏រលំដួលចុះមកល្មមពេលដែលចដិលចុះធ្លាក់ដល់ដីប៉ុណ្ណោះជ្រូកទាំងឡាយក៏នាំគ្នាខាំស៊ីនៅសាច់ចដិលហើយចដិលនោះក៏ស្លាប់ក្នុងគ្រានោះឯងរុក្ខទេវតាឃើញហេតុអស្ចារ្យនោះហើយទើបពោលថាញាតិទាំងឡាយមានគ្នាច្រើនរមែងញ៉ាំងប្រយោជន៍ឲ្យសម្រេចសូម្បីដើមឈើទាំងឡាយដែលកើតក្នុងព្រៃក៏ដូចគ្នាជ្រូកទាំងឡាយព្រមព្រៀងគ្នាក៏សម្លាប់ខ្លាធំបានក្នុងផ្លូវដែលដើរហើយតែម្នាក់ឯងជ្រូកទាំងឡាយជួយគ្នាសម្លាប់ព្រាហ្មណ៍និងខ្លាបានទាំងពីរហើយក៏នាំគ្នារីករាយនាំគ្នាបន្លឺសាប់សំនៀងកងរំពងតាចកសូការៈសួរទៀតថាសត្រូវរបស់ពួកយើងទាំងឡាយដតីនៅមានទៀតទេឬពួកជ្រូកទាំងឡាយនាំគ្នាតបថាមិនមានទេនាយហើយព្រមព្រៀងគ្នាថាពួកយើងត្រូវអភិសេកលោកឲ្យទៅជាបរិជាហើយនាំគ្នាត្រាច់រកទឹកឃើញសាំងសម្រាប់ដាក់ទឹកផឹករបស់ចដិលកោងសាំងនោះជាសាំងតកណាវត្តដាក់វិលទៅខាងស្ដាំជាសាំងរតនៈទើបដាក់ទឹកពេញសាំងទើបអភិសេកតាចកសូការៈត្រង់ក្រោមដើមល្វានោះឯងហើយនាំគ្នាឲ្យនាងជ្រូកងូតទឹកអភិសេកជាអគ្គមហេសីរបស់តាចកសូការៈនោះតាំងអំពីនោះមកការអង្គុយក្រោមដើមល្វាហើយស្រោចទឹកដោយសាំងតកណាវត្តដាក់ក៏បានប្រព្រឹត្តមកជ្រូកទាំងនោះមកប្រជុំព្រមព្រៀងគ្នាត្រង់ក្រោមដើមល្វាអភិសេកតាចកសូការៈដោយពាក្យថាលោកជាបរិជាជាម្ចាស់ជាធំរបស់យើងទាំងឡាយសត្វខ្លាស្លាប់ដោយពាក្យបញ្ជោរបស់ចដិលកោងធ្វើឲ្យខ្លួនឯងចូលគិតថាជ្រូកទាំងឡាយនឹងមិនអាចសម្លាប់ខ្លួនឯងបានចុងក្រោយខ្លួនឯងក៏អស់នៅជីវិតហើយចដិលកោងស្លាប់ដោយអំពើអាក្រក់ដោយការញុះញង់បុគ្គលដទៃឲ្យសម្លាប់បៀតបៀនជីវិតបុគ្គលដទៃហើយក៏ស្លាប់ដោយសារជ្រូកទាំងឡាយដែរព្រះសាស្តា
គ្រាទ្រង់នាំធម្មទេសនានោះមកទើបត្រាថាមនាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនធនុគហទេសថេក៏ធ្លាប់ឆ្លាតក្នុងការចាត់ចែងក្បួនច្បាំងដូចគ្នាដែរហើយទ្រង់ប្រជុំជាដកចដិលកោងក្នុងគ្រានោះបានមកជាទេវទត្តតច្ឆកសោការៈក្នុងគ្រានោះបានមកជាធនុគហទេសថេចំណែករុក្ខទេវតាក្នុងគ្រានោះបានមកជាតថាគតនេះឯងរឿងតច្ឆកសោការៈជ្រូកច្បាំងជាមួយនឹងស្ដេចខ្លាចប់ដោយបរិបូរណ៍